ក្រៅពីភាពជោគជ័យរបស់រដូវកាលទី1នៃកម្មវិធី Produce 101 ប្រកាសណាស់គេនឹងត្រឡប់មកវិញជាមួយនឹងរដូវកាលបន្តបន្ទាប់ទៀតហើយនៅក្នុងឆ្នាំ2017រដូវកាលទី2របស់កម្មវិធីនេះត្រូវបានចាក់បញ្ចាំងប៉ុន្តែនៅក្នុងវគ្គនេះគេបានជ្រើសរើសសមាជិកដើម្បីបង្កើតក្រុមបរិះម្ដងបេក្ខជន101នាក់មកពីផលិតកម្ម54ផលិតកម្មខុសៗគ្នាបានចូលរួមហើយតាមរយៈការបោះឆ្នោតបេក្ខជនចំនួន11នាក់ចុងក្រោយគេត្រូវបានគេជ្រើសរើសឲ្យក្លាយទៅជាសមាជិកក្រុម101ដោយឃើញចន្លោះខ្វះខាតតាក់ទងជាមួយនឹងកងត្រាកាលពីវគ្គ1របស់កម្មវិធី Produce 101 នេះនៅក្នុងវគ្គ2ក្រុម101មានកងត្រាជាមួយនឹងផលិតកម្មរយៈពេល1ឆ្នាំកន្លះហើយសមាជិកទាំងអស់អាចចូលរួមនៅក្នុងសកម្មភាពរបស់ផលិតកម្មដើមបានទេកំឡុងពេលដែលនៅជាក្រុម101នេះដល់ពេលចឹងទៅយើងបានឃើញក្រុម101នេះប្រមូលជាមួយគ្នារហូតដល់ចាប់កងត្រាហ្មងអត់ដូចកាលពី IOI ទេហើយដល់ពេលកងត្រាយូរចឹងទៅធ្វើឲ្យអ្នកគ្រប់គ្រងមានពេលច្រើនដើម្បីតាមដានហើយនឹងបណ្ដោះមនោសញ្ចេតនាជាមួយនឹងសមាជិកក្រុមទាំងអស់ដែលមើលទៅអាចជាកត្តាមួយដែលជួយឲ្យក្រុមនេះមានភាពជោគជ័យជាង IOI ក្រៅពីរំសាយក្រុមទៅសមាជិក11នាក់ដែលបានក្លាយទៅជាក្រុម101នេះមានដូចជា Ji Sung ហើយនិង Daniel មកពី MMO Entertainment Song Won មកពី Adore Enable Min Yeon មកពីPlaydis Entertainment Sung Woo មកពី Fantasio Jae Hwan គឺជា Independent Trainee Ji Hoon មកពី Maru Entertainment U Jin ហើយនិង Daehwi មកពី Brand New Music Jin Young មកពី C9 Entertainment ហើយនិង Lai Kwan Lin មកពី Cube Entertainment ហើយមុនពេលចូលរួមប្រកួតនៅក្នុងកម្មវិធី Produce 101 នេះសមាជិកក្រុមមួយចំនួនមានបទពិសោធន៍នៅក្នុងសិល្បៈស្រាប់ហើយដូចជា Ji Hoon បានចូលសម្ដែងតាំងពីគាត់នៅក្មេងមកម្លេះ Min Yeon វិញ debut នៅក្នុងក្រុមជំនាន់ទី3គឺ Nuwest តាំងពីឆ្នាំ2012 Song Woon ក៏បាន debut នៅក្នុងក្រុម Hot Shot នៅក្នុងឆ្នាំ2014ហើយ Jae Hwan ធ្លាប់ចូលប្រកួតនៅក្នុងកម្មវិធី Korea's Got Talent Season 2 ផងដែរនៅក្នុងថ្ងៃទី7ខែសីហាឆ្នាំ2017 101 បាន debut ជាផ្លូវការជាមួយនឹងការប្រគំតន្ត្រី101 Premier Showcon ហើយមួយថ្ងៃក្រោយមកគេបានចេញលក់ EP ទី1របស់ក្រុមនេះដែលមានចំណងជើងថា To Be One អមជាមួយនឹងបទនាំមុខ Energeticបទចង្វាក់រាំបែប pop នេះបានឡើងដោយកម្ពុជាតារាចម្រៀងធំៗទាំង6នៅក្នុងស្រុកពេលចេញដែលនាំឲ្យក្រុមនេះទទួលបាន Real Time All Kill ជាមួយនឹងបទដំបូងតែម្ដងមិនត្រឹមតែបាននាំពាន Music Shows ឲ្យក្រុមភ្លាមៗទេតែបាននាំពាន Music Show ទាំងអស់សរុប15ពានពីកម្មវិធី Music Show ទាំងអស់ហ្មងក្រោយមកនៅក្នុងខែវិច្ឆិកាពួកគាត់បានចេញ album នេះឡើងវិញជា repackage album ចំណងជើង Nothing Without You ដែលមានបទ Beautiful ជាបទនាំមុខដែលបូកបញ្ចូលការលក់របស់ album ទាំងពីរ version នេះបាននាំឲ្យ101 ក្លាយទៅជាក្រុមបរិះទី3នៃ K-pop ដែលអាចលក់ album ដំបូងរបស់ខ្លួនបានដល់1លានឌីសហើយបទនាំមុខនេះបាននាំពី Music Shows ឲ្យក្រុម8ថែមទៀតមុននឹងពួកគាត់បញ្ចប់ការឃោសនាសម្រាប់ album នេះចូលមកដល់ឆ្នាំ2018 101 បានចេញបទ I Promise You ជា pre-release single នៅក្នុងថ្ងៃទី5ខែមិនិនាដែលបទនេះបានឡើងដល់កម្ពុជាតារាចម្រៀងធំៗទាំង6ទៀតហើយនៅពេលដែលចេញភ្លាមហ្នឹងខ្លះទៅជាបទដែលទទួលបាន perfect all kill មួយទៀតសម្រាប់ក្រុមនេះមុននឹងពួកគាត់ចេញ EP ថ្មីដែលមានចំណងជើងថា I Promise You នៅក្នុងថ្ងៃទី19ខែដដែលហ្នឹងជាមួយនឹងបទនាំមុខចំណងជើង Boomerang Boomerang បទនាំមុខចង្វាក់ Electro Pop នេះបាននាំពាន Music Shows បន្ថែមឲ្យក្រុមនេះចំនួន10ទៀតកំឡុងពេលដែលឃោសនាបទហ្នឹងតបមកនៅក្នុងខែមេសាគេបានប្រកាសថាសមាជិកក្រុមនឹងបំបែកគ្នាជា sub unit ដើម្បីសហការជាមួយនឹងផលិតករធំៗសម្រាប់ EP ទី3របស់ក្រុមដែលមានឈ្មោះថា Undivided ដែលបានចេញនៅក្នុងខែមិថុនាជាមួយនឹងបទ Like ជាបទនាំមុខបទនាំមុខនេះជួបជាមួយនឹងមតិលេឡំនៅពេលចេញហើយបើប្រៀបទៅជាមួយនឹងបទមុនវិញបទនេះគឺជាបទដែលបានឡើងដល់ចំណាត់ថ្នាក់ខ្ពស់ដែលបានចូលទៅក្នុងតារាង Billboard K-pop Hot 100ហើយខ្ល้ายទៅជាបទនាំមុខតែមួយរបស់ក្រុមដែលបានចូលទៅក្នុងតារាង Top 100របស់ Gaon's Yearly Chart ទោះបីជាបទនេះអត់សូវទទួលបានភាពជោគជ័យដូចបទមុនមែនប៉ុន្តែវាបាននាំពាន Music Show បន្ថែមឲ្យក្រុមនឹងចំនួន7ទៀតអមជាមួយនឹងការចេញ EP ថ្មីហ្នឹង101ក៏បានចាប់ផ្ដើម World Tour ដំបូងរបស់ក្រុមដែលមានឈ្មោះថា One The World Tour ដែលបាននាំការសម្ដែងរបស់ពួកគាត់នោះទៅកាន់13ទីក្រុងជុំវិញពិភពលោកហើយបាននៅក្នុងខែវិច្ឆិកា101បានត្រឡប់មកវិញជាមួយនឹង Studio Album ទី1ចំណងជើង Power of Destiny អមជាមួយនឹងបទនាំមុខ Spring Breeze
បន្ទាប់មកថ្ងៃផុតកុងត្រារបស់ក្រុមក៏បានមកដល់ Swing Entertainment បានប្រកាសថាកុងត្រារបស់ One on One នឹងបញ្ចប់នៅចុងខែធ្នូឆ្នាំ2018នឹងប៉ុន្តែផលិតកម្មទាំងអស់របស់សមាជិកក្រុមនេះបានឯកភាពគ្នាឲ្យសមាជិកទាំងអស់បន្តសកម្មភាពនិងចូលរួមនៅក្នុងកម្មវិធីដាច់ឆ្នាំនិងប្រកួតពានរង្វាន់ផ្សេងៗដូចនេះរហូតដល់ខែមករាឆ្នាំ2019ទើប One on One បានបញ្ចប់សកម្មភាពចុងក្រោយរបស់ក្រុមជាមួយនឹងការប្រគំតន្ត្រី Therefore 2019 ខុសប្លែកពីក្រុម produce ដទៃទៀតនៅក្នុងឆ្នាំ2021សមាជិកទាំងអស់របស់ One on One លើកលែងតែKwan Lin បានត្រឡប់មកសម្ដែងជាមួយគ្នាវិញជា reunion stage នៅឯកម្មវិធី2021 Mnet Asian Music Awards ពួកគាត់បានសម្ដែងបទ debut របស់ពួកគាត់គឺ Energetic ហើយនិង Burn It Up ជាមួយនឹងបទថ្មីដែលមានចំណងជើងថា Beautiful Part 3 ដែលពួកគាត់បានត្រៀមចេញនៅក្នុងខែមករាឆ្នាំ2022ហ្នឹងចង់ងាកមកមើលសមាជិកនីមួយៗវិញមើលថាតើសប្តាហ៍ថ្ងៃនេះពួកគាត់ទទួលបានភាពជោគជ័យដោយការនៅជាក្រុមដែរឬក៏អត់ដោយសារតែការពី IOI យើងឃើញហើយថាសមាជិកទាំងអស់អត់ទទួលបានការគាំទ្រក្រោយពីការរំសាយក្រុមទេចាប់ផ្ដើមមុនគេជាមួយនឹងមេក្រុមហ្មងទៅជីសុងបានចុះកុងត្រាជាមួយនឹងប្រតិកម្ម LM Entertainment ក្រោយកុងត្រារបស់គាត់ជាមួយនឹង MMO Entertainment បានបញ្ចប់នៅក្នុងខែមករាឆ្នាំ2019ជាមួយនឹងប្រតិកម្មថ្មីគាត់បាន debut ជា solo artist ដែលបានចេញ EP ចំណងជើង Aside នៅក្នុងខែកុម្ភៈហើយនៅក្នុងឆ្នាំហ្នឹងគាត់ក៏បានចូលរួមសម្ដែងនៅក្នុង musical រឿង The Days ផងដែរក្រោយចេញពីបម្រើការយោធាគាត់បានបន្តចេញចម្រៀងបន្ថែមទៀតតែត្រឹមឆ្នាំ2022មកយើងក៏បានឃើញការចេញចម្រៀងថ្មីរបស់គាត់ទៀតទេរហូតមកដល់ខែមិថុនាឆ្នាំ2024ទើបមានដំណឹងថាគាត់បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងប្រតិកម្មរបស់គាត់ក្រោយ One on One សុងងួនបាន debut ជាតារាចម្រៀងតូចនៅក្នុងខែកុម្ភៈឆ្នាំ2009ដែរជាមួយនឹង EP ទី1របស់គាត់ដែលមានចំណងជើងថា My Moment ដោយសារតែចន្លោះឆ្នាំ2019និង2020ក្រុមរបស់គាត់ឈ្មោះថា Hot Shot នឹងអត់មានសកម្មភាពជាក្រុមទេដោយសមាជិកទាំងអស់បានធ្វើការងារតូចរៀងៗខ្លួនដូចនេះយើងឃើញសុងងួនចេញចម្រៀង solo ជាបន្តបន្ទាប់ពីមួយ comeback ទៅមួយ comeback មានភាពប្លែកពីគ្នារហូតពោពេញទៅដោយភាពច្នៃប្រឌិតហើយនិង charisma ជា solo artist របស់សុងងួននឹងតែម្ដងមីនយ៉ុនបានត្រឡប់ទៅបន្តសកម្មភាពជាមួយនឹងក្រុម New West Squad វិញដែលបានចេញបទ Song for You នៅក្នុងខែមីនាឆ្នាំ2019ក្រោយសមាជិកទាំងអស់បានបន្តកុងត្រាជាមួយនឹងប្រតិកម្ម Playlist នឹងវិញហើយការចេញនេះក៏ជាការចេញសម្រាប់អបអរសាទរខួប7ឆ្នាំនៃការ debut របស់ក្រុមផងដែរក្រោយមកនៅក្នុងឆ្នាំ2022ស្រាប់តែ Playlist បានប្រកាសថាមានតែ Backho ហើយនិង Min Yon នេះដែលបន្តកុងត្រាជាមួយនឹងប្រតិកម្មនេះហើយសមាជិក3នាក់ទៀត Aaron JR ហើយនិង Ren នឹងចាក់ចេញពី Playlist ហើយក្រុមនេះបានរំសាយក្រុមជាផ្លូវការនៅក្នុងថ្ងៃជាមួយនឹងការចេញ album compilation album របស់ក្រុមដើម្បីអបអរសាទរខួប10ឆ្នាំនៃការបង្កើតក្រុមគ្រាន់តែមើលប៉ុណ្ណឹងក៏អ្នកទាំងអស់គ្នាដឹងដែរថាការរំសាយក្រុមមួយនេះគឺជាកំហុសរបស់ណាគេដែរវាមិនដែលក្រុមទៅតែ comeback ហើយទទួលបានភាពជោគជ័យឡើងវិញសុកមកប្រកាស disband នៅថ្ងៃ anniversary របស់ខ្លួនឯងទេហើយវាក៏អត់ចាយដន់ដែរដែល New West ហើយនិង G-Friend បានរំសាយក្រុមក្រោយពី hype ទិញផលិតកម្មរបស់ខ្លួនទើបតែបានប្រហែលឆ្នាំមកប៉ុន្តែបកមក Min Yon វិញគាត់បាន debut ជាតារាចម្រៀងតូចនៅក្នុងឆ្នាំ2023ជាមួយនឹង EP Truth or Lie ហើយបទនៅមុខ Hidden Side របស់គាត់ហ្នឹងប្រូរបស់គេដែរបើអត់ទាន់បានស្ដាប់ទេកុំភ្លេចតែស្ដាប់នៅពេលដែលមើលវីដេអូនេះចប់សុងងូបាន debut ជាតារាសម្ដែងនៅពាក់កណ្ដាលឆ្នាំ2019ជាមួយនឹងរឿងភាគ at 18 របស់ JTBC ដែលទទួលបានការសរសើរលើការសម្ដែងរបស់គាត់និងបាននាំពានរង្វាន់ Best Rookie Award ហើយនិង Hallyu Star Award នៅកម្មវិធី Korea Drama Awards ឲ្យគាត់ផងដែរគាត់ក៏បានច្រៀង OST ឲ្យរឿងនឹងដែររហូតមកដល់ឆ្នាំ2020ទើបយើងឃើញសុងងូ debut ជាតារាចម្រៀងតូចជាមួយនឹង EP ចំណងជើង Layers ហើយនេះក៏ជាអាល់ប៊ុមតែមួយគត់របស់គាត់ដែរដោយសារតែគាត់ក្រោយមកបានផ្ដោតលើការងារសម្ដែងច្រើនជាងចម្រៀងJae-hwan បានចុះកុងត្រាជាមួយនឹង Swing Entertainment ដែលជាប្រតិកម្មដែលគ្រប់គ្រង One on One នឹងហើយបាន debut ជា solo artist នៅក្នុងខែឧសភាឆ្នាំ2019ជាមួយនឹង EP ចំណងជើង Another ហើយមកដល់សប្តាហ៍ថ្ងៃគាត់នៅតែបន្តចេញចម្រៀងដដែលតែសរុបមកមាន EP ទាំងអស់ចំនួន6ហើយនិង single album ចំនួន2ដោយសារតែ Daniel គឺជាសមាជិកដែលល្បីជាងគេដូចនេះគេទន្ទឹងរង់ចាំមើលខ្លាំងមែនទែនថាគាត់នឹងធ្វើអីបន្តទៀតតើគាត់នឹង debut ជា solo ឬក៏ចូលក្រុមណាមួយតែអត់ទាន់បាន debut ម្ដងទៀតផងស្រាប់តែមានរឿងបាត់ទៅហើយ
នៅក្នុងខែមីនាគេបានរាយការណ៍ថា Daniel បានដាក់ពាក្យស្នើសុំបញ្ចប់កុងត្រារបស់គាត់ជាមួយនឹង LM Entertainment ភ្លាមៗដោយសារតែខាងផលិតកម្មនឹងបានចុះកិច្ចសន្យាអាជីវកម្មរួមគ្នាដែលលក់សិទ្ធិកិច្ចសន្យាផ្ដាច់មុខរបស់ Daniel នឹងទៅឲ្យភាគីទី3ដោយគ្មានការយល់ព្រមជាមុនពីគាត់តុលាការបានកាត់ក្តីឲ្យ Daniel ឈ្នះហើយមិនយូរប៉ុន្មានគាត់ក៏បានបង្កើត agency ខ្លួនឯងដែលមានឈ្មោះថា Connect Entertainment ហើយបាន debut ជាតារាចម្រៀងទល់ជាមួយនឹង EP Color on Me នៅក្នុងខែកក្កដាអ្នកទាំងអស់គ្នាប្រហែលជាអាចដឹងហើយថាបទចម្រៀងរបស់គាត់ទទួលបានភាពជោគជ័យប៉ុណ្ណាក្រោយមកនៅក្នុងឆ្នាំ2024ក្រោយមានរឿងជាមួយនឹងដៃគូភាគហ៊ុនរបស់ Connect Entertainment គាត់ក៏បានប្រកាសបិទដំណើរការផលិតកម្មនឹងជាផ្លូវការនៅក្នុងខែមិថុនានឹងផងដែរក្រោយមកគាត់ក៏បានចុះកុងត្រាជាមួយនឹង ARA ហើយក៏បានចេញចម្រៀងបន្តទៀតដូចគ្នាទៅនឹងសមាជិកសឹងទាំងអស់របស់ One of One ដែរ Ji Hoon បាន debut ជា solo artist នៅក្នុងខែមីនាជាមួយនឹង EP O'Clock គាត់បានចូលរួមសម្ដែងនៅក្នុងរឿងភាគរបស់ JTBC ចំណងជើង Flower Crew Joseon Marriage Agency ដែលបានចាក់បញ្ចាំងនៅក្នុងខែកញ្ញាឆ្នាំ2019ហ្នឹងហើយមកដល់ឥឡូវចម្រៀងក៏គាត់ចេញរឿងក៏គាត់សម្ដែងដែរក្រោយ One of One Ujin រួមជាមួយនឹង Davy បាន debut នៅក្នុងក្រុម AB6 នៅក្នុងខែឧសភាឆ្នាំ2019ខ្ញុំមិនដែលស្ដាប់បទរបស់ក្រុមនេះពីមុនមកទេប៉ុន្តែពេលធ្វើវីដេអូនេះខ្ញុំស្ដាប់ហើយភ្ញាក់ផ្អើលខ្លាំងមែនតើហ្មងដោយសារតែបទនាំមុខនីមួយៗសុទ្ធតែព្រោះមែនតើហើយបទក្រុមនេះភាគច្រើនណាមាន vibe ដូច K-pop ជំនាន់ទី3អញ្ចឹងហើយបើ vocal ម្នាក់វិញគឺព្រោះសាហាវហ្មងហើយនៅក្នុងឆ្នាំ2023ហ្នឹងក៏ Ujin បានចេញចម្រៀងតូលដែរជាមួយនឹង EP របស់គាត់ដែលមានចំណងជើងថា Ownឲ្យតែខ្ញុំឃើញមុខ Davy ពេលណាបើគាត់មិននៅក្នុងកម្មវិធី variety show ទេក៏ជាពិធីកដែរប៉ុន្តែទេពកោសល្យរបស់គាត់មានច្រើនខ្លាំងមែនតើហ្មងមិនត្រឹមតែសម្លេងបានបកកាយរាំទេគាត់ថែមទាំងអាចនិពន្ធចម្រៀងបានទៀតហើយ credit របស់គាត់ដែលបានសរសេរចម្រៀងហើយនឹងទំនុកភ្លេងមានច្រើនខ្លាំងមែនតើហ្មងតាំងពី One of One Ice One solo របស់សមាជិក One of One ហើយនឹងក្រុម AB6 របស់គាត់នេះទៀតដល់ពេលចឹងទៅវាស័ក្តិសមមែនតើនៅពេលដែលគាត់ឈ្នះលេខ1នៅក្នុងកម្មវិធី Listen Up កាលពីឆ្នាំ2022ហ្នឹង Jin Young បាន debut ជាតារាចម្រៀងទល់នៅក្នុងខែមេសាឆ្នាំ2019ជាមួយនឹង single album របស់គាត់ដែលនិពន្ធខ្លួនឯងចំណងជើង Hard to Say Goodbye ក្រោយមកនៅក្នុងខែកក្កដា Jin Young ក៏បាន debut ជាសមាជិកមួយនៅក្នុងក្រុមបរិសុទ្ធសមាជិក5នាក់របស់ផលិតកម្ម C9 Entertainment ហ្នឹងដែលមានឈ្មោះថា CIX ខ្ញុំមិនដឹងថាមិនខ្ញុំមិនដែលស្ដាប់បទក្រុមនេះពីមុនមកទេប៉ុន្តែទៅស្ដាប់បទគាត់ដើម្បីធ្វើវីដេអូនេះគឺ so good ខ្លាំងមែនតើហ្មងជាពិសេសបទ Save Me Kill Me ហ្នឹងស្ដាប់ភ្លាមគឺជាប់ចិត្តភ្លាមហ្មងតែមកដល់ខែសីហាឆ្នាំ2024ផលិតកម្ម C9 Entertainment បានប្រកាសថា Jin Young នឹងចាក់ចេញពីក្រុម CIX ក្រោយគាត់ចាប់កុងត្រាជាមួយផលិតកម្មនៅក្នុងខែសីហាហ្នឹងក្រោយមកនៅចុងឆ្នាំ2024 Jin Young បានចុះកុងត្រាជាមួយនឹង Aura Entertainment so I guess he's going solo again and សមាជិកចុងក្រោយគឺ Quanlin គាត់បានចេញចម្រៀងជាមួយនឹង Usop នៃក្រុម Pentagon នៅក្នុងខែកុម្ភៈឆ្នាំ2019ដែល unit របស់គាត់នឹងមានឈ្មោះថា Usop X Quanlin បន្ទាប់មកនៅក្នុងខែកក្កដាគាត់ក៏បានដាក់ពាក្យស្នើបញ្ចប់កុងត្រាជាមួយនឹង Cube Entertainment ដោយសារតែ Cube នឹងបានលក់សិទ្ធិគ្រប់គ្រងសកម្មភាពរបស់គាត់នៅប្រទេសចិនឲ្យភាគីទី3ដោយឲ្យបានប្រាប់គាត់ជាមុនក្រោយនឹងមកគាត់ក៏បានត្រឡប់ទៅប្រទេសចិនវិញដើម្បីធ្វើការងាររបស់គាត់ហើយរហូតដល់ឆ្នាំ2021ទើបតុលាការកាត់ក្តីឲ្យគាត់ជាអ្នកឈ្នះក្តីហ្នឹងហើយនៅក្នុងឆ្នាំ2021ហ្នឹងគាត់ក៏បានដឹកនាំសម្ដែងរឿងខ្លីមួយហើយរឿងរបស់គាត់នេះបានឈ្នះពាននៅក្នុងកម្មវិធី Rome Prisma Independent Film Awards ហើយមកដល់ឥឡូវហ្នឹងទើបយើងដឹងថាគាត់បានចាក់ចេញពីសិល្បៈហើយគេគិតថាគាត់នឹងផ្ដោតសំខាន់ទៅលើការដឹកនាំរឿងរបស់គាត់វិញ and yes នេះគឺជាបច្ចុប្បន្នភាពរបស់សមាជិកក្រុម One of One បើតាមការរៀបរាប់របស់ខ្ញុំតាំងពីដើមមកដល់ចប់នេះយើងឃើញថាសមាជិកក្រុមរបស់ One of One មានភាពជោគជ័យច្រើនខ្លាំងមែនទែនជាងសមាជិក IOI និយាយទៅវាអាចមកពីដោយសារតែ One of One បានឃោសនាយូរជាង IOI មួយទៀតវាអាចដោយសារតែ One of One ហ្នឹងគឺជាក្រុមទី2ដែលបានចេញពីកម្មវិធី Produce ហ្នឹងអញ្ចឹងទៅទស្សនិកជនឬក៏អ្នកគាំទ្រហ្នឹងសុទ្ធតែដឹងហើយនឹងយល់អំពី concept របស់ temporary group នេះអស់ហើយបើសិនជាអ្នកទាំងអស់គ្នាមានគំនិតផ្សេងពី copy ខ្ញុំអីអាច comment ប្រាប់នៅខាងក្រោមនេះបានហើយបើសិនជាខ្ញុំខ្វះខាតចំណុចថងណាកុំភ្លេច comment ប្រាប់ដូចគ្នាផងដែរហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះចុះកុំភ្លេចទៅមើលវីដេអូដែលខ្ញុំនិយាយអំពីក្រុមផ្សេងៗផងខ្ញុំបានដាក់វីដេអូក្រុមកូរ៉េទាំងអស់ដែលខ្ញុំបាននិយាយនៅក្នុង playlist ហើយទាំងនៅក្នុង YouTube ហើយនិង Facebook អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅរ
រមើលក្រុមដែលអ្នកទាំងអស់គ្នាចង់មើលបានសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះចុះកុំភ្លេចជួយ like share subscribe like page Facebook ខ្ញុំ follow ខ្ញុំនៅលើ IG ហើយនិង TikTok ផងហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ